ជំរាបសួរអ្នកនរគ្នាថ្ងៃនេះគឺខ្ញុំសាកធ្វើថត a week in my life ហើយចឹងនេះគឺយើងត្រៀមទៅសាលាហើយមិនដឹងថាបានថតច្រើនឬក៏អត់ទេមួយអាទិត្យនេះតែនេះគឺអាទិត្យមុនបាកងនៅស្រុកបារាំងអញ្ចឹងខ្ញុំសាកថតអីតារៀនអីមិនម៉ាអីចឹងទៅមិនដឹងថាបានថតច្រើនឬក៏អត់ទេអញ្ចឹងចាំមើលសិនណាមួយខានថតយូរហើយខានចេញវីដេអូយូរចាហើយនិយាយទៅគឺតែនេះគឺមានប្រឡងច្រើនហើយអញ្ចឹងប្រហែលជាថតការរៀនសូត្រអីតិចតួចអីអញ្ចឹងនៅស្រុកបារាំងនេះពេលមុនប្រឡងបាក់ពីព្រោះនេះមុនបាកងហ្នឹងគឺយើងប្រឡងអីធម្មតាអីចឹងតែអាការប្រឡងហ្នឹងគឺគេយកនិទេសរបស់យើងហ្នឹងទៅដាក់ក្នុងប៉ះកុសស៊ុបហើយអាហ្នឹងគឺវាមើលថាយើងមាននិទេសល្អអីនៅក្នុងមួយឆ្នាំហ្នឹងឬក៏អត់អីចឹងហើយហើយទៅតានៅមហាវិទ្យាល័យនោះគេយកយើងឬក៏អត់ជាមួយនឹងនិទេសរបស់យើងនេះគេអត់យកនិទេសបាក់ដុកទេចឹងហើយនេះមិនយប់ពេញហ្នឹងតើមានមេឃភ្លឺទេចាវិជ្ជាទី1ហ្នឹងគឺយើងរៀន2ម៉ោងអញ្ចឹងមាន2ម៉ោងអញ្ចឹងគ្រូគាត់ឲ្យសារៈរៀន1ម៉ោងហើយចាហើយញ៉ាំហ្នឹងគឺខ្ញុំប្រឡងបាក់កីឡាហើយអញ្ចឹងគាត់ថតកន្លែងនៅធ្វើរត់ហ្នឹងឲ្យបងប្អូនមើលទៅចាស្អែកឡើងហ្នឹងគឺសាលាខ្ញុំគេនាំទៅមើលមហាវិទ្យាល័យខាងពេទ្យបើយើងចង់ទៅខាងហ្នឹងអញ្ចឹងតែនៅហ្នឹងវាយ៉ាងម៉េចអីអញ្ចឹងហើយតាមផ្លូវហ្នឹងគឺមានតកកធ្លាក់អញ្ចឹងក៏ថតទៅកន្លែងទៅរៀនមហាវិទ្យាល័យហ្នឹងគឺលើភ្នំហ្មងអត់មានទីក្រុងអីធំដុំអីចាទីក្រុងគេដែរតែនៅលើភ្នំចាលើមកដល់កន្លែងសាលាហ្នឹងហើយអញ្ចឹងនេះគឺដើរតាមគ្រូគាត់ពងរកកន្លែងចូលនៅក្នុងសាលាហ្នឹងតែតាមធម្មតានៅនេះគេមានថ្ងៃដែលសាលាមហាវិទ្យាល័យហ្នឹងគេឲ្យកូនសិស្សអីនៅថ្នាក់ក្រោមហ្នឹងមកមើលអីការរៀនសូត្រអីហ្នឹងដែរតែនេះគ្រូគាត់នាំយើងមកហើយអញ្ចឹងយើងមិនទៅនេះខ្លួនយើងអីអញ្ចឹងយើងអាចមកនេះម្ដងទៀតក៏បានដើម្បីមានការចង់ថាយល់ដឹងអីច្រើនជាងហ្នឹងអីចឹងបើយើងមានសំណួរអីដែលត្រូវសួរគេអីចឹងចាញ៉ាំនេះហ្នឹងគឺគ្រូគាត់នាំយើងមកហ្នឹងដើម្បីឲ្យយើងយល់ដឹងថាការរៀននៅមហាវិទ្យាល័យវាយ៉ាងម៉េចដែរអញ្ចឹងទីនេះអ្វីទាំងអស់ដែលបានរៀននៅរយៈពេលប្រហែល1ម៉ោងជាងដែរគឺទាំងអស់ហ្នឹងចាហើយនេះកន្លែងដែលយើងអង្គុយនៅពីក្រោយគឺឃើញចេះមិញនៅខាងមុខឯណាឥឡូវដល់ម៉ោងញ៉ាំហើយចាមានអីតិចតួចតែប៉ុណ្្នឹងឯងចាពេលញ៉ាំហើយគឺគ្រូគាត់នាំយើងទៅមើលបណ្ណាល័យនៅតែនេះថតតែពេលឡើងនេះអត់បានថតនៅពីក្នុងទេចាសុំទោសផងចាហើយទៅថ្ងៃហ្នឹងគឺរៀន1ម៉ោងកន្លះទៀតហើយទៅបានចេញមកទៅផ្ទះវិញចាអញ្ចឹងនៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងពេលទៅវិញឃើញទឹកធ្លាក់នេះក៏ថតតិចទៅចាហើយនៅជុំវិញសាលាហ្នឹងគឺមានគ្រប់មុខមានឡានក្រុងមានតេសយន្តគឺគ្រប់មុខចាឥឡូវគឺទៅវិញហើយខ្ញុំក៏ថតទស្សនភាពឲ្យមើលថែមទៀតទៅចាស្អែកឡើងហ្នឹងគឺខ្ញុំប្រឡងអង់គ្លេសហើយពេលមកផ្ទះក៏ធ្វើកែវទៅព្រោះនៅសល់ស្នូលនំប៉ាវពីថ្ងៃមុនអញ្ចឹងក៏យកស្នូលហ្នឹងធ្វើកែវទៅចារយៈពេលដែលយើងទុកម្សៅហ្នឹងទៅគឺខ្ញុំមករៀនសិនពីព្រោះស្អែកឡើងហ្នឹងសាលាគេនាំទៅមើលមហាវិទ្យាល័យនៅកន្លែងផ្សេងទៀតអញ្ចឹងអត់មានពេលអីដែលត្រូវរៀនអញ្ចឹងពីព្រោះថ្ងៃពហុហ្នឹងខ្ញុំមានម៉ោងសារៈច្រើនអញ្ចឹងតែយើងទៅនោះទៅយើងអត់បានរៀនអីទេអញ្ចឹងគឺត្រូវត្រៀមពីថ្ងៃនេះហើយពីព្រោះថ្ងៃសុក្រនោះខ្ញុំមានការប្រឡងហ្នឹងគឺពេញមួយថ្ងៃហ្មងអញ្ចឹងចាលើដល់ម៉ោងហើយអញ្ចឹងគឺយើងមកធ្វើគេហ្នឹងបត់អីហ្នឹងហើយនេះឃើញខ្ញុំធ្វើហ្នឹងអត់មានស្មាឯម្សៅគឺស្មាននោះអញ្ចឹងមានខ្លះធំខ្លះទូចអីអញ្ចឹងទៅ
Chà lư hơi ơi. Chà nhà nét ngày thì buồn hơi. Nhà nét cứ dưng từ mơក្នុងlaboratoire នៅ Grenoble ហ្នឹងហើយសើដឹងថាញ៉ៃនេះគឺទៅមើលអីខ្លះមែនទេនេះគឺលឺសូរតែគ្រូគាត់ប្រាប់អីតិចៗអីអញ្ចឹងហើយគ្រូនោះក៏អត់សូវចង់ថាប្រាប់យើងអីច្បាស់លាស់ថាថ្ងៃនេះយើងធ្វើអីអញ្ចឹងអត់សូវទេចាឥឡូវគឺចេញដំណើរទៅហើយមហាវិទ្យាល័យមួយនេះគឺនៅខាងតំបន់ភ្នំទៀតចាមហាវិទ្យាល័យដែលទៅរៀននេះគឺសិតតែតំបន់ភ្នំហ្មងអត់មានទីក្រុងអីធំដុំអីទេចាឥឡូវគឺយើងមកដល់ហើយអញ្ចឹងក៏យើងដើរតាមគ្រូទៅមិនដឹងទៅណានៃទេចាហើយទៅអ្នកស្រាវជ្រាវរកខាងថ្មខាងអីលើផែនដីរបស់យើងហ្នឹងគឺគាត់នាំយើងទៅក្រៅហ្នឹងទៅមើលអីទស្សនភាពអីហ្នឹងដើម្បីបញ្យល់អីតែយើងរកអីឃើញអីហ្នឹងយ៉ាងម៉េចអីអញ្ចឹងណាទីនេះគឺយើងមកមើលដីដែលយើងយកមកពីនៅក្បែរបឹងគេហ្នឹងហើយទៅអាពើសនហ្នឹងអ្វីដែលគេបានច្រោះចាហើយទៅយើងបានរើសថ្មនៅក្បែរស្ទឹងហ្នឹងហើយអ្នកស្រាវជ្រាវហ្នឹងគឺគាត់កាត់ឲ្យយើងមើលថាពីក្នុងហ្នឹងវាយ៉ាងម៉េចអីអញ្ចឹងណាហើយពីក្នុងថ្មហ្នឹងឯងដែលយើងយកមកមើលស្រាវជ្រាវនៅមីក្រូស្កូបហ្នឹងតើមានរ៉ែអីខ្លះអញ្ចឹងចាឥឡូវគឺចេញមកហើយនេះគឺយើងដើរទៅរកកន្លែងញ៉ាំហើយតែនៅកន្លែងញ៉ាំហ្នឹងមានកំប្រុកមួយក៏ថតទៅចាហើយនៅចិត្តសាលារៀនហ្នឹងកន្លែងស្រាវជ្រាវរកអីហ្នឹងគេមានបណ្ណាល័យរបស់គេហើយបណ្ណាល័យរបស់គេហ្នឹងគឺច្រើនជាន់ប្រហែល 2-3 ជាន់របស់គេដែរនៅខាងក្រោមគេមានអានេះស្រាប់មកកដប់អញ្ចឹងទៅខាងលើធម្មតាអញ្ចឹងទៅហើយនៅជាន់លើនោះខាងរៀនសូត្រអីអញ្ចឹងចាហើយទៅថ្ងៃហ្នឹងមានតាគាត់អ្នកស្រាវជ្រាវរកអីខាងអាតូមអីហ្នឹងគឺគាត់បានបញ្យល់យើងអីនៅផ្កាយអីហ្នឹងចាហើយទៅគឺយើងមានសារមន្ទីរគេលើថ្មអីហ្នឹងអញ្ចឹងក៏ថតទៅចាឥឡូវគឺទៅផ្ទះវិញហើយហ្នឹងគឺតែប៉ុណ្្នឹងឯងចប់ត្រឹមហ្នឹងឯងហើយស្អែកឡើងគឺខ្ញុំប្រឡងមួយថ្ងៃអត់សូវបានថតអីទេឥឡូវមកដល់ផ្ទះហើយអញ្ចឹងគឺវីដេអូនេះគឺចប់ត្រឹមនេះឯងអរគុណច្រើនដែលបានមើលដល់ចប់ហើយអញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ